turn up and turn down តើពាក្យពីរនេះមានអត្ថន័យដូចម្តេចថ្ងៃនេះខ្ញុំនឹងលើកយក phrasal verb ចំនួន2ទៀតយកមកធ្វើការសិក្សាទី1គឺ turn up ទី2 turn down ពាក្យទី1 turn up មានអត្ថន័យច្រើនតែខ្ញុំយកតែ2អត្ថន័យយកមកនិយាយនៅក្នុងនោះទេអត្ថន័យទី1 turn up means increase volume ដែលចង់សំដៅថាពាក្យ turn up នឹងសំដៅទៅលើតម្លើងកម្រិតសំឡេងអីមួយបាទ for example បើជាឧទាហរណ៍ I turned up the music ខ្ញុំតម្លើងសំឡេងចម្រៀងអីចឹងទៅសំឡេងតន្ត្រីចឹងទៅអញ្ចឹងអាកន្លែងហ្នឹងដែលខ្ញុំប្រាប់ពាក្យថា I turned up the music ដល់ពេលអត្ថន័យទី2នៅក្នុងពាក្យ turn up នឹងដដែលសំដៅទៅលើ appear unexpectedly មានន័យថាបង្ហាញខ្លួនដោយអត់បានព្រៀងទុកឬក៏រំពឹងទុកចឹងតែអញ្ចឹងឧទាហរណ៍ for example he turned up at the party without telling me អញ្ចឹងនៅក្នុងប្រយោគហ្នឹងដែលបកប្រែថាគាត់បានបង្ហាញខ្លួននៅក្នុងពិធីជប់លៀងដោយអត់បានប្រាប់ខ្ញុំអញ្ចឹង turn up នេះជាទូទៅពាក់ព័ន្ធនឹងការបង្ហាញខ្លួនដោយអត់បានព្រៀងទុក turn up អាហ្នឹងអញ្ចឹង example he turned up at the party without telling me ដល់ពេល clear ទី2គឺ turn down the opposite of turn up is turn down អញ្ចឹង turn down ក៏ខ្ញុំយកអត្ថន័យតែ2ដូចគ្នាដែរ turn down means decrease the volume មានន័យថាបន្ថយសំឡេងអីមួយដែលអត្ថន័យទី2 turn down mean refuse something មានន័យ turn down ប្រើនៅកន្លែងហ្នឹងគឺដើម្បីបដិសេធអីមួយបាទហ្នឹងក្នុងអត្ថន័យទី2ជាឧទាហរណ៍នៅក្នុងអត្ថន័យទី1 for example I turn down the TV because it's too loud អញ្ចឹងនៅក្នុងអត្ថន័យទី1នេះយើងបកប្រែថាខ្ញុំបិទសំឡេងទូរទស្សន៍ដោយសារតែវាលឺពេក I turn down the TV because it's too loud ដល់ពេលអត្ថន័យទី2នៃពាក្យ turn down ដូចគ្នាគឺសំដៅទៅលើ refuse something មានន័យថាបដិសេធនឹងរឿងអីមួយបាទអញ្ចឹង turn down ក្នុងអត្ថន័យទី2នេះគឺឧទាហរណ៍ថាបើសិនជាយើងអត់សូវស្គាល់គេច្រើនអញ្ចឹងទៅគេ invite យើងបដិសេធជាមួយគេថាយើងអត់ទៅពិធីជប់លៀងអីហ្នឹងចឹងទៅអញ្ចឹងជាប្រយោគ I turn down the invitation to a party ដែលមានន័យថាខ្ញុំបដិសេធការអញ្ជើញទៅពិធីជប់លៀងអីមួយចឹងទៅអញ្ចឹងដែលយើងប្រើ I turn down the invitation to a party បាទអញ្ចឹងបើសិនជាវីដេអូនេះសំខាន់សម្រាប់ការរៀនភាសាអង់គ្លេសបាទសូម follow share និង comment ដើម្បីទទួលបានវីដេអូថ្មីៗបាទសូមអរគុណ